សួស្តីពុកម៉ែបងប្អូនថ្ងៃនេះដែរ admin បានលើកយកសាច់រឿងថ្មីមួយដែលមានចំណងជើងថា Auto Hunting with My Clone ដែលនេះជាលើកទី1ហើយក៏ជាការបើកទំព័រដំបូងក្នុងការសម្រាយរឿងភាគជូនពុកម៉ែបងប្អូនទស្សនានិងស្ដាប់កម្សាន្តបន្ទាប់ពីនៅហត់នឹងការងារនិងការសិក្សាផងដែរតែមុននឹងឈានចូលដល់សាច់រឿងខ្ញុំបាទសង្ឃឹមថាពុកម៉ែបងប្អូននឹងមិនភ្លេចក្នុងការដែលជួយចុច like subscribe ហើយនិងដាក់រូបសញ្ញាកណ្ដឹងដើម្បីជាការលើកទឹកចិត្តដល់ខ្ញុំបាទក្នុងការសម្រាយរឿងនេះបន្តទៅទៀតដូច្នេះដើម្បីកុំឲ្យខាតពេលវេលាយូរចូលយើងមកស្ដាប់សាច់រឿងទាំងអស់គ្នាដោយដំបូងឡើយគេបានណែនាំយើងឲ្យមកស្គាល់តួប្រុសរបស់យើងដែលមានឈ្មោះថាជុងសាំងវូហើយជុងសាំងវូគាត់ក៏ជានិស្សិតឆ្នាំទី2នៃសាកលវិទ្យាល័យខ្យុងសានក្នុងប្រទេសកូរ៉េខាងត្បូងតែថ្ងៃមួយនៅពេលដែលជុងសាំងវូបានធ្វើដំណើរតាមផ្លូវដោយហេតុតែមេក្តៅផងហើយនឹងហត់អស់កម្លាំងផងគាត់ក៏ចង់ត្រឡប់ទៅផ្ទះវិញភ្លាមៗតែម្ដងតែមុននឹងគាត់ត្រឡប់ទៅវិញជុងសាំងវូហាក់មានអារម្មណ៍ចំណែកដោយឃើញមានមនុស្សជាច្រើនកំពុងតែជួបជុំគ្នាយ៉ាងច្រើនកកតែមានការងើយឆ្ងល់ខ្លាំងជុងសាំងវូក៏បានដើរទៅទីនោះក្នុងគោលបំណងចង់ដឹងពីព័ត៌មាននៅពេលដែលដើរជិតដល់ជុងសាំងវូក៏បានឮសំឡេងមនុស្សពីរនាក់កំពុងតែជជែកគ្នាអំពីការដាស់សមត្ថភាពtrongចំណុចនេះមានសំប្រយោជន៍បងប្អូនបន្តិចទាក់ទងនឹងការដាស់សមត្ថភាពដែលការដាស់សមត្ថភាពគឺជាការដែលធ្វើឲ្យមនុស្សម្នាក់ទទួលបាននូវសមត្ថភាពពិសេសលើសពីមនុស្សធម្មតាឧទាហរណ៍ថាមនុស្សម្នាក់បន្ទាប់ពីការដាស់សមត្ថភាពរបស់គេរួចគេអាចជប់អ្នកភ្លើងចេញមកប្រយុទ្ធអ្នកខ្លះវិញបន្ទាប់ពីដាស់សមត្ថភាពរួចគេអាចបំបាំងកាយដោយគ្មានអ្នកមើលឃើញរីឯអ្នកខ្លះទៀតបន្ទាប់ពីដាស់សមត្ថភាពរួចគេអាចមានសមត្ថភាពព្យាបាលមុខរបួសដោយខ្លួនឯងឥឡូវយើងបន្តមកសាច់រឿងយើងវិញបន្តទៀតបន្ទាប់ពីបុរសម្នាក់បានជជែកគ្នាពីការដាស់សមត្ថភាពបុរសទី1ក៏បាននិយាយថាថ្ងៃដែលយើងបានរងចាំជាយូរបានមកដល់ហើយបន្ទាប់ពីយើងដាស់សមត្ថភាពរួចយើងនឹងអាចមានសមត្ថភាពដ៏អស្ចារ្យហើយយើងក៏នឹងទទួលបានស្គីលពិសេសថែមទៀតផងហើយអ្នកផ្សេងគេនឹងប្រសិទ្ធនាមឲ្យយើងថាកំពូលអ្នកប្រមាញ់ដ៏អស្ចារ្យឬក្រុមអ្នកប្រមាញ់ជើងខ្លាំងគ្រាន់តែគិតក៏មានអារម្មណ៍ថាសប្បាយចិត្តដែរនិយាយចប់បុរសទី1ក៏ចំអកទៅវិញថាសម្លាញ់ឯងគួរតែទទួលបាននៅការដាស់សមត្ថភាពការព្យាបាលខួរក្បាលព្រោះឯងមានបញ្ហាខួរក្បាលកម្រិតធ្ងន់ណាស់រួចបរិបទទី1ក៏តបទាំងកំហឹងថាអាចឈួតឯងនេះឡប់ខ្លាំងណាស់កាត់មកដល់ចុងសង្វូរបស់យើងវិញបន្ទាប់ពីបានស្ដាប់ឮនៅការសន្ទនារបស់បរិបទទាំងពីរគាត់ក៏ទន្ទិញនៅពាក្យថាខ្ញុំចង់បានរូបរាងកាយពីរខ្ញុំចង់បានរូបរាងកាយពីរបន្ទាប់ពីទន្ទិញពាក្យនេះរួចសៃឬក៏កាត់ឲ្យយើងមកស្គាល់នៅបរិបទម្នាក់ដែលគាត់មានឈ្មោះថាផាក់វុនតេដែលមិនត្រឹមតែជាអ្នកបង្កើតកម្មវិធីទេតែថែមទាំងជាអ្នកសម្របសម្រួលនៅក្នុងកម្មវិធីនេះទៀតផងហើយគាត់គឺស្ថិតក្នុងចំណាត់ថ្នាក់ A ក្នុងចំណោមអ្នកប្រមាញ់ដទៃទៀតផងដែរដែលកម្មវិធីនេះបង្កើតឡើងដោយរាជរដ្ឋាភិបាលក្នុងគោលបំណងដើម្បីដាស់សមត្ថភាពដល់អ្នកដែលបានចូលរួមតាមរយៈការឆ្លងច្រកទ្វារលំហហើយលើកនេះក៏ជាលើកទី10នៃការប្រារព្ធកម្មវិធីនេះឡើងមកការដាស់សមត្ថភាពពិសេសនេះនឹងជួយអ្នករាល់គ្នាដែលបានដើរឆ្លងកាត់ច្រកទ្វារលំហនឹងទទួលបាននូវការដាស់សមត្ថភាពនៃ skill របស់ពួកគេហើយពួកគេនឹងទទួលបានសមត្ថភាពដ៏អស្ចារ្យដែលពុំធ្លាប់មានបន្ទាប់ពីការថ្លែងសន្ទរកថាចប់ផាបន្តិក៏ជូនពរអ្នកដែលចូលរួមទទួលបាននូវសុខសុវត្ថិភាពនិងជោគជ័យក្នុងការដាស់សមត្ថភាពនេះផងដែរបន្ទាប់មកផាបន្តិក៏បានប្រកាសហៅក្រុមទី1ឲ្យដើរមកខាងមុខម្ដងមួយក្រុមរហូតដល់ក្រុមទូអីរបស់យើងហើយអ្នកដែលយាមច្រកទ្វារលំហក៏បាន scan និងផ្ទៀងផ្ទាត់នៅឈ្មោះលេខរៀងនិងលេខក្រុមបន្ទាប់ពីការត្រួតពិនិត្យត្រូវបានបញ្ចប់អ្នកយាមច្រកទ្វារលំហបានណែនាំចុងសាំងវូឲ្យទុករបស់របរនិងសម្ភារៈនៅខាងក្រៅមុននឹងចូលឆ្លងកាត់ទ្វារលំហបន្ទាប់ពីចុងសាំងវូធ្វើតាមការណែនាំរួចចុងសាំងវូក៏ឈានជើងចូលទៅកាន់ច្រកទ្វារលំហនោះប្រពេចនោះចុងសាំងវូក៏ត្រូវបានកម្លាំងម្យ៉ាងរុញច្រានឲ្យខ្ទាតចេញពីច្រកទ្វារលំហនៃផ្នែកម្ខាងទៀតបន្ទាប់ពីចុងសាំងវូព្យាយាមងើបមកវិញចុងសាំងវូមានអារម្មណ៍ថាក្បាលរបស់ខ្លួនឯងហាក់ដូចជាត្រូវមួយដំបងស្ទើរតែប្រេះចេញមកក្រៅអញ្ចឹងរួចនៅពេលដែលចុងសាំងវូក្រឡេកទៅមើលមនុស្សដែលនៅជុំវិញខ្លួនទើបដឹងថាខ្លួនឯងនៅក្នុងមន្ទីរទាហានរបស់រាជរដ្ឋាភិបាលហើយកម្លាំងសម្ពាធដែលរុញច្រានចុះសាំងវូឲ្យខ្ទាតទៅជ្រុងម្ខាងទៀតនោះអ្នកផ្សេងទៀតក៏ទទួលបានអារម្មណ៍ដូចគ្នាពលគឺមិនមែនតែចុះសាំងវូតែម្នាក់ទេក៏រួចបានមួយសន្ទុះសម្លេងមួយក៏បានបន្លឺឡើងព្រមជាមួយនឹងការសាទរនិងភាពជោគជ័យនៃការដាស់សមត្ថភាពរបស់នារីម្នាក់ដែលនាងគិតថានាងមានសមត្ថភាពអាចយំមយូរ៉ាបានដែលធៀបពិតវាគ្រាន់តែជាកូនចាស់ភ្លើងមួយតែប៉ុណ្ណោះតែទោះបីជាយ៉ាងនេះក៏ដោយក៏នាងនៅតែអាចទទួលបានការស្វាគមន៍និងចំណាប់អារម្មណ៍ពីអ្នកដទៃមកចំរកមើលនាងនិងថែមទាំងបញ្ចុះបញ្ចូលនាងឲ្យចូលហ្គៀរបស់ពួកគេថែមទៀតផងដោយអ្នកខ្លះមកពីហ្គៀនរូរីឯអ្នកខ្លះទៀតមកពីហ្គៀលដុំជីងក្រឡេកមកមើលចុងសាំងវូឯណែវិញគាត់ហាក់មានអារម្មណ៍ច្រណែននឹងអ្នកដទៃដែលទទួលបាន skill ល្អខុសពីខ្លួនឯងដែលមិនទាន់ដឹងថាទទួលបាន skill អ្វីហើយក្នុងអំឡុងពេលកំពុងតែតូចចិត្តនោះស្រាប់តែមានបរិបទម្នាក់ចូលមកកាន់ចុងសាំងវូនិងបានសួរអាការៈរបស់ចុងសាំងវូព្រមទាំងសារទរពីភាពជោគជ័យនៃការដាស់សមត្ថភាពនោះផងដែរ
បន្ទាប់ពីចុងសង្វូបានទូស្បាយបន្តិចអ្នកចាត់ការទូទៅក៏បានបន្តសួរនាំថាតើចុងសង្វូបានទទួល skill អ្វីបន្ទាប់ពីការដាស់សមត្ថភាពរួចដោយហេតុតែចុងសង្វូក៏ចង់ដឹងពីការប៉ុននោះផងដែរចុងសង្វូក៏បានចូលទៅត្រួតពិនិត្យក្នុងប្រព័ន្ធ system ដោយឃើញថាគាត់អាចជុំរឿងរាយការណ៍មួយទៀតដោយគ្រាន់តែប្រើការគិតតែប៉ុណ្ណោះមិនតែប៉ុណ្ណោះ system ក៏បានរៀបរាប់ថាចំពោះសមត្ថភាព skill clone នេះវានឹងជួយឲ្យអ្នកដែលបានប្រើវាមានសមត្ថភាពជប់គ្រឿងកាយមួយទៀតឲ្យដូចជារូបរាងកាយដើមបន្ទាប់ពីចុងសង្វូបានធូរស្បើយបន្តិចអ្នកចាត់ការទូទៅក៏បានសួរនាំពីចុងសង្វូថាទទួលបាន skill អ្វីមិនតែប៉ុណ្ណោះ system ក៏បានរៀបរាប់ថាចំពោះសមត្ថភាព skill clone នេះវានឹងជួយអ្នកដែលបានប្រើវាមានសមត្ថភាពជប់រាងកាយមួយទៀតឲ្យដូចជារូបរាងកាយដើមដោយប្រើប្រាស់តែធម្មពលតែប៉ុណ្ណោះហើយសមត្ថភាពនៃការជប់រូបរាងកាយច្រើនឬតិចគឺវាអាស្រ័យទៅលើកម្រិត level របស់អ្នកប្រមាញ់ហើយមិនថាអារម្មណ៍មិនថាកាយវិការឬក៏អ្វីផ្សេងៗទៀតសុទ្ធតែមានការភ្ជាប់ទំនាក់ទំនងគ្នាជាមួយនឹងរូបរាងកាយដើមហើយរូបរាងកាយដើមដែលកំពុងតែអាចជប់បាក់ក្នុងពេលបច្ចុប្បន្នគឺបានតែមួយទេនោះក៏ដោយសារតែចុងសង្វូរបស់យើងស្ថិតក្នុងកម្រិតដំបូងនៅឡើយហើយបើចង់ជប់រូបរាងកាយមួយទៀតលុះត្រាតែត្រូវរងចាំ24ម៉ោងទៀតទើបអាចជប់រូបរាងកាយមួយទៀតបន្ទាប់ពីឆែកនៅលើ system ចប់គឺថានៅក្នុងប្រព័ន្ធ system ក៏បានបញ្ជាក់យ៉ាងច្បាស់ថាចំពោះ skill clone នឹងប្រើនៅពេលណាក៏បានដែររួចអ្នកតាការទូទៅក៏បានសួរសំណួរតើលោកបានបញ្ចប់ការត្រួតពិនិត្យចប់សពគ្រប់ហើយឬនៅរួចចុងសង្វូក៏ឆ្លើយតបទៅវិញទាំងអារម្មណ៍មិនសប្បាយចិត្តក៏ព្រោះតែឃើញ state នៅលើប្រព័ន្ធ system ដែលចុងសង្វូទទួលបានគឺនៅមានកម្រិតទាបខ្លាំងចំណែកឯអ្នកចាត់ការទូទៅក៏បាននិយាយលួងលោមទៅកាន់ចុងសង្វូថាអ្នករាល់គ្នាដែលកំពុងតែចាប់ផ្ដើមដំណងនៃការដាស់សមត្ថភាពសុទ្ធតែទទួលបានដូចគ្នាដោយមនុស្សម្នាក់ៗសុទ្ធតែស្ថិតនៅក្នុងកម្រិតទាបទាំងអស់ដោយមិនមានអ្នកណាលើសជាងអ្នកណាឡើយនិយាយរួចគាត់ក៏បន្តសំណួរសួរទៅចុងសង្វូថាតើបន្ទាប់ពីដាស់សមត្ថភាពរួចតើចុងសង្វូទទួលបាន skill អ្វីចុងសង្វូរបស់យើងក៏ឆ្លើយទៅវិញភ្លាមៗថាវាគឺជា skill clone បន្ទាប់ពីលើហើយអ្នកចាត់ការទូទៅក៏លោមកថាកាលពីមុនក៏ធ្លាប់មានមនុស្សម្នាក់ទទួលបាន skill ស្រដៀងនឹង skill នេះដែរដែលនោះវាជា skill ghost clone តែទោះបីជាវាមានឈ្មោះស្ដាប់ទៅតំណងហើយពីរូបក៏ពិតមែនតែវាគ្រាន់តែជា skill ធម្មតាដែលអាចជប់បានតែរូបរាងកាយខ្លាំងៗមកបំផុតភ្នែកនឹងមិនអាចធ្វើអ្វីកើតឡើយក្រឡេកមកមើលចុងសង្វូឯនេះវិញគាត់ក៏បានគិតក្នុងចិត្តថាស្មានហើយដែលគាត់ទទួលបាន skill clone មិនមែនជា skill ghost clone កុំអីត្រូវចប់ដោយគ្មានវិចារតែទោះបីជាយ៉ាងណាក៏ដោយក៏វាប្រសើរជាងការដែលមិនទទួលបានអ្វីសោះពីការដាស់សមត្ថភាពគិតរួចចុងសង្វូក៏ហាក់ធូរស្បើយនៅក្នុងចិត្តបន្តិចបន្តមកអ្នកចាត់ការទូទៅក៏បានចង្អុលបង្ហាញពីកន្លែងដែលអ្នកគ្រប់គ្រងហ្គៀគេប្រមូលផ្តុំគ្នាហើយក្នុងចំណោមអ្នកគ្រប់គ្រងហ្គៀទាំងនោះពួកគាត់នឹងជួយវិនិច្ឆ័យទៅលើ skill នីមួយៗព្រមទាំងណែនាំអំពីរបៀបនៃការប្រើប្រាស់ skill ឲ្យបានត្រឹមត្រូវថែមទៀតផងតែទោះបីជាយ៉ាងនេះក៏ដោយក៏ចុងសង្វូរបស់យើងនៅតែមិនចាប់អារម្មណ៍បែរជាសួររកផ្លូវចេញទៅវិញដដែលឬដូច្នេះអ្នកចាត់ការទូទៅក៏បានតបទៅវិញថាបើសិនជាចង់ចាប់ចេញទៅវិញតាមច្រកទ្វារលំហលុះត្រាតែបេក្ខជនម្នាក់ៗត្រូវធ្វើការ scan ហើយនឹងផ្ទៀងផ្ទាត់ឈ្មោះរួចរាល់សិនទើបអាចមានសិទ្ធិចេញទៅវិញបានរួចហើយចុងសង្វូក៏បានធ្វើតាមការណែនាំដោយបានដើរចូលទៅក្នុងទូកញ្ចក់ដើម្បី scan បន្ទាប់ពី scan ចប់អ្នកចោះឈ្មោះក៏បានផ្ទៀងផ្ទាត់លើឈ្មោះ skill រួចក៏បន្តបញ្ជូនទិន្នន័យទាំងអស់ចូលទៅក្នុងកងដៃរបស់ចុងសង្វូបន្ទាប់ពីការបញ្ចប់នៃការត្រួតពិនិត្យមកចុងសង្វូក៏បានធ្វើដំណើរតាមរថយន្តក្រុងត្រឡប់មកផ្ទះវិញនៅតាមផ្លូវធ្វើដំណើរចុងសង្វូក៏បានមើលទៅកងដៃរួចគិតក្នុងចិត្តថាហើយអ្វីបានជាការដាស់សមត្ថភាពនេះលឿនលើសពីការរំពឹងទុកទៅវិញម្យ៉ាងវិញទៀតតែ skill clone នេះវាអាចធ្វើអ្វីបានខ្លះទៅកំពុងតែអង្គុយឆ្ងល់សុកឡានក្រុងក៏មកដល់ផ្ទះល្មមព្រោះតែដើរចូលក្នុងផ្ទះចុងសង្វូក៏បានប្រញាប់ទៅមើលហ្គេមដែលខ្លួនបានដាក់ farm item ចោលដោយស្វ័យប្រវត្តិបន្ទាប់ពីត្រួតពិនិត្យរួចរាល់ចុងសង្វូក៏បានដំរេកខ្លួនទៅលើពុករួចក៏សញ្ជឹងគិតពីហ្គេមរបស់គាត់ដោយសារតែចំណូលពីការ farm item យកទៅលក់បានទៀតដែលវាមិនអាចគ្រប់គ្រងទៅលើការសិក្សានិងការចំណាយផ្សេងៗដូចជាថ្លៃជួលផ្ទះរបស់គាត់បានឡើយហើយម្យ៉ាងវិញទៀតហ្គេមដែលចុងសង្វូលេងក៏មិនសូវជាមានអ្នកពេញនិយមលេងដូចពីមុនចឹងហើយគាត់ក៏គិតថាគួរតែឈប់លេងឬក៏បដូរទៅលេងហ្គេមផ្សេងទៀតចំណែកកំណត់មួយទៀតដែលចុងសង្វូបានគិតគឺថាបើសិនជាគាត់អាចប្រើនរណាគេម្នាក់ឲ្យទៅធ្វើការងារក្រៅម៉ោងជំនួសគាត់វាក៏ជារឿងល្អម្យ៉ាងដែរគិតមកដល់ត្រង់ចំណុចនេះចុងសង្វូក៏បាននឹកឃើញដល់ skill clone របស់ខ្លួនដោយមិនចង់គិតយូរចុងសង្វូក៏ព្យាយាមសាកល្បងជប់រូបរាងកាយមួយទៀតចេញមកដែលវាដូចតែនៅរូបរាងកាយរបស់ចុងសង្វូបេះបិទតែម្ដងដោយរូបរាងកាយនោះលេចចេញមកដោយគ្មានសម្លៀកបំពាក់ទេចំពោះភាគ1 admin សុំស្លេះត្រឹមតែប៉ុណ្ណេះសិនrồiយើងបន្តសេរីរឿងនៃភាគទី2ជាបន្តទៀតបាយបាយ